មួយមុខនេះជឿជាក់ថាបងប្អូនទាំងអស់គ្នាប្រកាសជាបាយបានហើយហូបជាមួយជាហ្នឹងក៏ពិសេសដែរបាទថ្ងៃនេះខ្ញុំសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនាវិធីធ្វើឆាគ្រឿងអន្ទង់ដែលមានរសជាតិឈ្ងុយឆ្ងាញ់បាទអញ្ចឹងជាដំបូងយើងមានអន្ទង់ប្រហែលជា1គីឡូមកបងប្អូនយើងច្បូតយើងលាងវាអស់ទឹកអិលអស់ក្អែលអស់ក្លិនឆ្អាបចឹងណាបងប្អូនបាទបន្ទាប់ពីយើងលាងវាយើងទុកវាប៉ុណ្ណឹងមកហើយយើងយកវាមកហាន់ជាកង់ចំណិតប៉ុណ្ណឹងមកណាបងប្អូនយើងហាន់ស្ដើងពេកក៏វាពិបាកដែរបងប្អូនវាបែកសាច់ចឹងណាហាន់មកល្មមប៉ុណ្ណឹងមកពេលដែលយើងហាន់ហើយគ្រឿងរបស់យើងមិនមានអីច្រើនទេមានតែល្មៀតខ្ទឹមល្ក្រូចម្ទេសហើយនិងស្លឹកគ្រៃយើងហ្នឹងយើងធ្វើការបេះនៅចិត្តផ្ទះឬក៏យើងទិញមកពីផ្សារក៏បានដែរហើយយើងធ្វើការហាន់វាមកហើយយើងបុកវានឹងត្បាល់ចឹងណាបងប្អូនបុកវាឲ្យម៉ត់មកដើម្បីបានគ្រឿងឈ្ងុយតែបើយើងទិញគ្រឿងពីផ្សារមកក៏បានដែរបងប្អូនគាត់ថាវាអត់សូវឈ្ងុយដូចយើងបុកថ្មីចឹងណាបងប្អូនបាទហើយបុកវាល្អិតម៉ត់ប៉ុណ្ណឹងហើយយើងធ្វើការថែមម្ទេសថែមសណ្តែកដីហើយចឹងណាបងប្អូនយើងបាទបន្តមកទៀតយើងក៏ធ្វើការច្រាំខ្ទឹមហើយយើងលីងខ្ទឹមហើយមើលតែវារៀងក្រហមបន្តិចហើយយើងដាក់គ្រឿងដែលយើងបានបុកហ្នឹងចូលជាមួយនឹងខ្ទះឆាហ្នឹងទៅហើយបន្តមកទៀតយើងលីងវាឈ្ងុយគ្រឿងហើយយើងថែមទឹកត្រីបន្តិចមកបងឲ្យវាមានក្លិនឈ្ងុយកាន់តែខ្លាំងបាទពេលដែលយើងលីងហើយក្លិនឈ្ងុយហើយយើងធ្វើការចាក់សាច់អន្ទង់យើងចូលមកបងប្អូនបាទចាក់ចូលហើយយើងជោគត្រឡប់ចឹងមកបងប្អូនបាទឲ្យវាចូលជាតិជាមួយនឹងអន្ទង់នឹងគ្រឿងរបស់យើងចឹងណាបន្ទាប់មកយើងក៏ធ្វើការថែមថយគ្រឿងក្រូវរបស់យើងមានអីគឺប៊ីចេងរ៉ូឌីស្ករសអីហ្នឹងបងប្អូនដាក់ទៅហើយបើថារៀងស្ទើរទឹកយើងអាចជ្រោយទឹកវាតិចមកដើម្បីឲ្យវាមានចូលជាតិបានល្អចឹងបងប្អូនបាទហើយបន្តមកទៀតក៏យើងធ្វើការដាក់ជាមួយនឹងម្រះព្រៅបងប្អូនម្រះព្រៅរបស់យើងបេះមកស្លឹកវាមកលាងទឹកឲ្យស្អាតហើយយើងដាក់ចូលទៅក្នុងហ្នឹងមកបាទនេះបងប្អូនរូបភាពដែលយើងបានឆាឆ្អិនហើយគឺប៉ុណ្ណឹងបងប្អូនហើយគ្រាន់តែឃើញក៏បាយបានដែរខ្ញុំបាយអស់2ចានបាទពេលដែលយើងឆ្អិនសាច់ហើយយើងធ្វើការរោយម្រះព្រៅហើយយើងជោគត្រឡប់ចឹងមកបងប្អូនបាទជោគត្រឡប់វាមកសន្ទុះមកយើងអាចលើកយកមកពិសាបានអញ្ចឹងហ្នឹងហើយបងប្អូនទាំងអស់គ្នាវីដេអូមានតែប៉ុណ្ណឹងបើមានកំហុសខុសឆ្គងក្នុងប្រការណាមួយសូមខន្តីអភ័យទោសហើយខ្ញុំបាទផងសូមបងប្អូនជួយចុច Subscribe និង Follow Page ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយបាទបងប្អូនអាចសាកល្បងធ្វើនៅផ្ទះបានបាទសូមអរគុណសូមជម្រាបលាបាយបងប្អូនទាំងអស់គ្នា